កាត់ឆាកតម្លាក់ថយក្រោយកាស៊ីមរ៉ូឆ្លងបាល់វែងឱកាសពីប្រេស៊ីលរ៉ាយ៉ាន់កាត់បាល់ចូលក្នុងប្រោបកូនថ្នាក់ដកទ្រូងសិនអេឡង់នេះតែឃ្លៀចេញពីខ្សែការពារទប់បាល់បន្តិចសុទ្ធឈួនចូលមុខបាល់លូកាប៉ាខ្វាត់តាបញ្ញាយ៉ាងណាលេងបន្តសិនបាទលេងបន្តសិនបាទខ្សែការពាររបស់ជប៉ុនតូមីជេស៊ូក៏ចង់ទៅជួយលើកដែរប៉ុន្តែអត់ទេបាល់ជប៉ុននៅតែបន្តលេងអញ្ចឹងការពារសិនបាទទម្លាក់បាល់ខ្លីៗរុញជាបន្តទៀតគ្រប់គ្រងពី Marquinhos ចុចបាល់ចូលក្នុងឲ្យ Junior តែមកក្បាលអ្នកចាំទីចេញមកយកបាល់អូហូយបាទ Sayan Suzuki បាទចេញមកយកបាល់បានបាទផ្ទះបាល់ថយក្រោយបន្តិចសិនជាប់នឹងជើងខ្សែបំរើការពារ Casemiro បញ្ជូនបាល់ចោះមកឲ្យស្រួលមកលើដំបូលទូកឱកាសពីប្រេស៊ីលសុទ្ធឈួនជួយបានពីអ្នកចាំទី Sayan Suzuki បាទ Sayan Suzuki មានឈាមជ័រហ្គាណាកើតនៅទឹកដីអាមេរិកប៉ុន្តែជ្រើសរើសបាទលេងតំណាងឲ្យជប៉ុនឱកាសជាបន្តពីប្រេស៊ីលសុទ្ធស្ដាប់អត់ចំគោលដៅទេអូហូយបាទលូកាប៉ាខ្វាតានេះអ្នកគ្រប់គ្រងប្រេស៊ីលក៏ច្រើនមិនតិចអ្នកដែរបាទព្រោះប្រេស៊ីលគឺជាក្រុមដែលល្បីល្បាញបងប្អូននឹងស្រាប់ហើយកាលពីដើមមិញនៅពេលដែលយើងនឹកឃើញដល់បាល់ទាត់គឺនឹកឃើញប្រេស៊ីលហើយសូម្បីតែខ្ញុំនៅតូចនៅក្មេងៗហ្នឹងក៏ស្គាល់ប្រេស៊ីលចំនួនរ៉ូណាល់ដូបាទគឺគាត់ទុកសក់កប៉ោយពីមុខហ្នឹងគឺជាប្រេមរបស់ប្រេស៊ីលហើយបងប្អូនបាទជាប្រេមរបស់ប្រេស៊ីលហើយបងប្អូនយើងគឺស្រឡាញ់គ្រប់គ្រងប្រេស៊ីលពេលតាំងពីពេលនោះមកឥឡូវទាញមកឱកាសពីជប៉ុនជុនយ៉ាអេតូស្លាយពីខាងក្រោយអញ្ញាកដាហ្វូតបដោបាល់ហ្វ្រីគីកលើដំបូលទុកឲ្យក្រុមជម្រើសជាតិបាទជប៉ុនថែមទាំងដកកាត់លឿងឲ្យខ្សែការពាររបស់ក្រុមជម្រើសជាតិបាទប្រេស៊ីលថែមទៀតផងស្ដាប់កាចែលោកមន្ត្រីអញ្ញាកដាថយពី3ជំហានទៅសិនអេឡង់នេះបាទគឺរិទ្ធស៊ូដូអានក៏ទំនងបាទកម្មដាក់សុទ្ធអូយបុកនឹងរនាំងការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីលបានបាល់ចំណេញខនគិកជាបន្តទៀតបានមកខាងក្រុមជម្រើសជាតិបាល់ទាត់ជប៉ុនបាទសាមរ៉ៃខៀវជប៉ុនបាទចោះបាល់មកតំបន់បម្រើទប់បាល់សិនជ្រែកពីអ្នកបាត់បាល់ឆាប់បាល់បានមួយពី Ryan ចុះមកជួយដល់ខាងក្រោមផ្ទះបាល់មកពី Casemiro Danilo រុញទៅតំបន់បម្រើឆាប់បាល់បានឆក់លឿនពីខាងក្រុមជម្រើសជាតិជប៉ុនទាញជ្រែកឱកាសពីជប៉ុនទាញមកឲ្យពីលើដំបូលទូកសុទ្ធបានទេសុទ្ធស្ដាំ Amazing you can do it អូជប៉ុនជាប្រជាជាតិអាស៊ីដែលធ្វើបាល់ល្អនៅពេលបច្ចុប្បន្ននេះបាទរកគ្រាប់បាល់នៅមុខទៅលើក្រុមជម្រើសជាតិសាំបាប្រេស៊ីលម្ចាស់ជើងឯក5សម័យកាលត្រឹមនាទីទី29នៅក្នុងការប្រកួតតង់ទី1តាមរយៈការស៊ុតអាវសាយរបស់ការស៊ុតពីលើដំបូលទុកពីកីឡាករកៃស៊ូហ្សាណូ You are the best ធ្វើបាល់ល្អខ្លាំងណាស់បើការឆក់បាល់ទាញខ្លួនឯងតែម្ដងគេថា individual goal ទាញទៅជ្រែកឲ្យស៊ុតពីលើដំបូលទុកអ្នកចាំទី Alisson Becker ហាក់មិនដល់ទេព្រោះថាផ្ទះនេះអស់មុំទៅហើយទៅដល់មុំទី2ឯណោះទស្សនិកជនជាទីមេត្រីតែមិត្តយើងត្រឡប់មកទស្សនាការប្រកួតរូបភាពណាការឆាប់បានគាត់ទាញមកខ្លួនឯងទាញបោះរត់មួយទៅមួយបាទហើយមានអឡង់ទលេតែបន្តិចសុទ្ធទៅបាទគឺពីក្រោយខ្នងខ្សែការពារ Gabriel អ្នកចាំទី Alisson Becker ប្រឹងហក់ដែរប៉ុន្តែបាល់មកលឿនជាងខ្លួនបាទនេះក៏រមៀលចូលសំណាញ់ទីបានសម្រេចជួយឲ្យក្រុមជម្រើសជាតិបាទជប៉ុននាំមុខ1-0ទៅលើក្រុមជម្រើសជាតិប្រេស៊ីលរញបាល់មកក្លេដំបូលទូកផ្ទះបាល់ one touch អត់ផុតពីខ្សែការពារទេជួននេះសុទ្ធស្ដាំអូហូយត្រង់បាល់ចាប់ជាប់ស្អាតណាស់អត់ឲ្យកន្លក់ទៅណាឆ្ងាយទេបាទជួននេះអាចសុទ្ធបាទមួយប្រកួតស្ទើរតែមកគ្រាប់ចុចហើយបើតាមមជ្ឈមភាគប៉ុន្តែឈុតដល់នាទីទី34នេះมันអាចសុទ្ធទម្លុះបាទគឺអ្នកចាំទីដៃស្អិតបាទកូនកាត់ជប៉ុនហ្គាណាបានដល់ហើយទេបាត់ត្រាំងលេងតាំងពីមិនទាន់មានគ្រាប់រហូតដល់មានគ្រាប់ប្រេស៊ីលនៅតែបន្តបាត់ត្រាំងលេងសុទ្ធស្ដាំប៉ុន្តែរៀងឆ្ងាយហើយក៏ស្រាលបាទស្របពេលដែលបាល់នេះគឺចំចំហអ្នកចាំទីឈរចាំស្រាប់បាទ Sayan Suzuki នៅតែអាចជួយសង្គ្រោះបាល់នេះបានឱកាសជាបន្តទៀតពេលប្រេស៊ីលលើកបាល់ចូលក្នុងតាច់មួយក្បាលនៅតែជា Sayan Suzuki ដែលអាចជួយសង្គ្រោះបាទជារនាំងចុចក្រោយ Sayan Suzuki បាទអ្នកចាំទីវ័យទៅតែ23ឆ្នាំទេចាប់ព្រឹត្តិការណ៍ World Cup នេះប្រកាសណាស់នឹងមានក្លឹបធំតាក់ទងទៅមិនខានទេការលើកពីខ្សែការពារស្លាប់ស្រាំ Danilo លោតតាត់មកក្បាលពី Bruno ហើយក៏ចាក់បាល់ចេញពីអ្នកចាំទី Sayan Suzuki បញ្ញាជូនផងអូយដារិតបាទសួស្ដីបងជាស្ដាទាញមកបញ្ជូនបាល់ខ្លីៗផតដងខ្លួនទៅសិន
គ្រប់គ្រងជាបន្តទៀតពីសាំបាប្រេស៊ីលលើកបាល់ចូលមកពីដេនេឡូតាត់ឃ្លៀចេញមកវិញពីរ៉ាត់ស៊ូដូអានចេញមកពីយុនយ៉ាអីទៅជាប់ជើងខ្សែការពារ Gabriel រុញមកស្លាប់ឆ្វេង Bruno ទាញទៅខ្លួនទាញពី Bruno Gomes ជន់បាល់បន្តិចបង្វិលខ្លួនមកជុំ360ប្រកេបាទបញ្ជូនបាល់មកVinicius Junior កាត់បាល់ចូលសុទ្ធឆ្វេងជាប់នឹងខ្សែការពារឃ្លៀចេញវិញចង្វាក់លេងតាំងទី2នេះលឿនណាស់បងប្អូនលឿនណាស់ប្រេស៊ីលបាទគឺគាត់ត្រូវការគ្រាប់បាល់ជាចាំបាច់ព្រោះថាបាទឈ្នះទៅតចាញ់ទៅផ្ទះមានតែ2ឃ្លាហ្នឹងទេឈ្នះទៅតចាញ់ទៅផ្ទះទាញមកជាបន្តទៀតលើកពី Ryan តាច់ទម្លាក់ចូលក្នុងថែមមកក្បាលជួយបានមិនដាក់ចាប់ទីឃ្លាមកជើងឆ្វេងអូយបានមិនមែនចេះនៅសមមកចុងដៃរបស់អ្នកចាំទីសៃអានស៊ូស្គីឱកាស counter មកពីខាងក្រុមជម្រើសជាតិប្រេស៊ីលជុនយ៉ាអេតូកាត់បាល់ឆ្លងទៅស្លាប់ឆ្វេងទប់មួយសិន Nagamura លើកចូលអូយតើបាល់នេះជាសំណាងរបស់ជប៉ុនឬក៏ជាភាពខ្សោយរបស់ក្រុមបាល់ទាត់ប្រេស៊ីលតែស្ទើរតែចូលទៅហើយចេះអ្នកចាំទីទៅសល់ដៃពីណាបងប្អូនយើងមកមើលការតែបញ្ជូនចូលក្នុងតែមកក្បាលទៀតឡងពីមុខអ្នកចាំទីទៅប៉ះនេះឡងពីមុខរបស់តូមីយ៉ាស៊ូមកប៉ះជាមួយនឹងដៃរបស់អ្នកចាំទីសៃអានស៊ុនស្គីបាល់ញ៉ៃប៉ាសេមកសាមការតែពីកាស៊ីម៉ូរ៉ូស្ទើរតែនឹងអាចរកគ្រាប់បាល់តាមស្មាទៅហើយស្ទើរតែនឹងមានគ្រាប់បាល់មួយទៅទៅហើយប៉ុន្តែបាល់ទៅឡងបុកមុខជាមួយនឹងខ្សែការពារតូមីយ៉ាស៊ូទៅប៉ះជាមួយដៃអ្នកចាំទីឃ្លៀចេញមកវិញពីខ្សែការពារបាទតានីហ្គូឈីVinicius មួយទៅមួយ Vinicius ជំនាញបញ្ជូនទប់បាល់បន្តិច Gabriel គ្រាប់បាល់ចូលម្ដងទៀតហើយតាត់មកក្បាលហ្គោមួយទៅមួយដោយខ្សែបម្រើការពារ Casemiro ដោយបងនិយាយបន្តផុតពីមាត់ផងថាបើសិនជាជប៉ុនមកគឺគាត់មិនព្យាយាមឡើងមក high pressing បន្តិចទេឲ្យបាទប្រេស៊ីលលេងបាល់ទៅលើ double ទុកនេះច្រើនហើយគាត់ព្យាយាមការពារនៅក្នុងប្រអប់ប្រហែលទេហើយបើសិនជាប្រេស៊ីលគេលេងបាល់លើបែបនេះព្រោះណាមួយជប៉ុនទៀបជាងប្រេស៊ីលបាទទៀបជាងប្រេស៊ីលបើទោះបីជាចាប់យ៉ាងណាក៏ចាប់អត់ដល់ដែរពិបាកណាស់បើសិនជាលើកញយដងអូយការផ្លាស់ប្ដូរបាទ Endrick ជួយក្លុកបាល់នៅស្លាប់ស្រាំបានយ៉ាងល្អហើយ Casemiro បាទគឺមានឱកាសតែ2ដងចំគោលដៅទាំងពីរលើកប៉ុន្តែការតែលើកមុនអត់សំណាងព្រោះថាការតែទៅបុកជាមួយនឹងខ្សែការពារតូមីយ៉ាស៊ូហើយក៏ជួយបានប្រចាំទីលើកនេះអត់សល់ទេបាទគឺគ្មានសល់ទេប៉ុន្តែចំហអត់អត់សាយទេការលើកមកពី Gabriel ខ្សែការពារបាទគឺហាក់ដូចជាចន្លោះប្រហោងបាទណែអត់បានមើលអូយបាទអ៊ីតូបែរមក Casemiro យកអស់បាទអ៊ីតូបែរមកបាទគឺ Casemiro យកអស់បាទពី KVU លោកឪតាមវិញថាឲ្យទិញថាឲ្យសែនដណ្ដប់ព្រឹកដាក់បាយលេងដាក់ទឹកហើយសុំក្រូចទីមកហើយទិញចេះថាយូរហើយមកខាងស៊ីវ៉េសមកអញ្ចឹងកូនចៅកូនចាប់កូនព្រាបហ្នឹងក៏ថារលឹកដឹងគុណទី1ហ្នឹងគឺដល់រុក្ខរៈទេវតាដែលលោកការពារថែរក្សានៅ TV Sport បាទទី2នេះក៏អរគុណទៅដល់បងប្អូនញាតិញោមណាដែលលោកបានចូលទស្សនាចូល share ហ្នឹងហើយទី3ហ្នឹងរលឹកដល់ឪរ៉ាប់ណាបារមីដែលខ្ញុំបានចប់មិនមែនទៅអុជធូបផងឲ្យបងបែបបានផ្សំសងអស់ហើយអញ្ចឹងអរគុណលោកឪណាហើយបុណ្យកុសលនេះគឺសូមជូនទៅដល់ញាតិញោមបាទពុទ្ធបរិស័ទលោកដែលកំពុងទស្សនាតាមរយៈចំណុះការ live ហ្នឹងជួយ share បន្តផងបាទហើយយើងមានកាដូឲ្យបងប្អូនយើងមានកាដូនេះគឺកាដូអាវបងប្អូន share ការ live មួយសិនទៅខ្ញុំដាក់សំណួរបងប្អូនចាំឆ្លើយអ្នកឈ្នះគឺបានរង្វាន់អាវហើយចាំត្រៀមចម្លើយឲ្យក្រុមការងារហើយកុំឆ្លើយហើយចាំ share មុនឆ្លើយហើយបាទឥឡូវយើងទស្សនាការប្រកួតជាបន្តទៀតរុញបាល់មកស្រាប់ស្រាំមួយទៅលើមួយទៅហើយបាទជប៉ុនមកក៏គាត់មិនទប់ណាស់ដែរប៉ុន្តែប្រេស៊ីលមកភ្លាមគេសម្រុកផ្លែតអញ្ចឹងគឺត្រូវទប់សិនហើយបាទទប់បានទេសិនអាកាសពីជន់យ៉ាយទៅរុញមកលើដបលទុកបែរទាញទៅពីឌូអានអត់ផុតទេមិនមែនឌូអានទេគឺដៃសិនសក់ក្រហមដូចគ្នាបាទសក់ក្រហមដូចគ្នាអូននេះដូរអាវចូលមែនបាទទាញប្លោះជើងពីវីនីចោវីនីស៊ូជីនីទៅលេងណាជូនីកັບបានតង់ទៀតជូនីសុតស្ដាប់ជួយបានដាក់ចាប់ទីឃ្លៀចេញមកវិញសុតស្ដាប់អូយបាទតសើអ្នកចាំទីបាទគាត់ reflect លឿនមែនតើលំហដូចចិត្តថាវិភាគត្រូវហើយគូនេះព្រោះថាបងគាត់ថាគូនេះអាចមានចាប់ពី2គ្រាប់ឡើងទៅឥឡូវនេះមាន2គ្រាប់ហើយប៉ុន្តែមិនដឹងថាមួយស្មើដល់ចប់ឬក៏2-1ទេយើងមកមើលការទាញពី Vini ជាអសុទ្ធតែស្ដាំនេះបាទអ្នកចាំទីនៅសល់ដៃតែបន្តិចទេបាទស្ទើរតែនឹងអស់ចង្កេះទៀតទេប៉ះចុងដៃបន្តិចបើសិនជាអត់ប៉ះដៃអ្នកចាំទី 100% គឺចូលហើយបាល់នេះគឺចំគោលដៅទាញ Vini គេបិទពេកបាទទាញអត់ទៅលេងមែនទប់អត់អីទេដាក់ដងខ្លួនយកបាល់បានមុនតែគ្រប់ក្រុមបាត់បាល់ទៀតហើយបាទចុងមករុញមកលើឱកាសសុទ្ធ
ចូលក្រុមបាត់ទៅលើហ្គោប្រេស៊ីលសាំបាប្រេស៊ីលបានផ្ដោក្តីឈឺចាប់ឲ្យជប៉ុននៅចុងម៉ោង Amazing អូយ បាទគាត់ថានឹងមានម៉ោង បាទដោយសារប្រេស៊ីលទៅហ្មងបង គាត់ថានឹងមានម៉ោងបន្ថែមតើហើយបាទគាត់ថានឹងមានម៉ោងបន្ថែមតើហើយនាទី90បូក6បាទជាក្តីឈឺចាប់សម្រាប់ជប៉ុនបាទមិនមានអាចថាជាកំហុសរបស់ក្រុមជំរឿសជាតិជប៉ុនទីដែរបាទខ្សែការពារបាទគឺគាត់ clear បាល់អត់ផុតបាទបាល់អតអតសំខាន់ការព្រាលម៉ាទីរ៉េលីនេះគឺគាត់ល្អត្រង់ថាគាត់ទប់បាល់ first touch បាទចំណេញទៅទៀតបាទយើងមកទស្សនារូបភាពយឺតបាទល្អមែនទេបាទទាញមកនេះគាត់ទះមកឲ្យ Gabriel អត់ offside ទេទប់ឆ្វេងទះស្ដាំអ្នកចាំទីទះដែរបងប្អូននេះគាត់ប្រឹងគាត់ដឹងតែមកមុំហ្នឹងហើយប៉ុន្តែអ្នកដែលសុទ្ធបញ្ចូលទីនេះគាត់ទះមកមុំទី2ល្អពេកបាទនេះបុកបកលទីអត់ឡងចេញទេលើកនេះអត់ឡងចេញដោយរាល់ដងទេលើកនេះគឺឡងចូលតែម្ដងបាទ1នាទីចុងក្រោយបាទធ្វើឲ្យមានគ្រាប់បាល់ដល់ទៅ3គ្រាប់ដោយបងទាញមែន